ដំណឹងថ្មីសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ share ជាបន្តណាបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី6ខែ10ឆ្នាំ2025ណាបងប្អូនទាំងអស់គ្នាហើយពេលវេលានេះគឺបងប្អូនថតសកម្មភាពតាមផ្លូវទៅខាងច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺវេលាម៉ោង7យប់ណាបងប្អូនទាំងអស់គ្នាហើយខាងច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបងដែលគាត់រស់ស៊ីនៅខាងប៉ោយប៉ែតគឺមានសភាពស្ងប់ស្ងាត់អត់មានភៀសខ្លួនឬក៏គេហៅថាជំនឿខ្លួនទៅណាទេបងប្អូនទាំងអស់គ្នាណាគឺនៅធ្វើការរស់ស៊ីធម្មតាតែជាពិសេសគឺថ្ងៃនេះគឺមានប្រសាសន៍សម្ដេចពុកតេជោហ៊ុនសែនគាត់បានប្រកាសថាគួរតែបញ្ឈប់ការប្រើប្រាស់ចាយលុយប្រាក់បាតនៅក្នុងប្រទេសនៃកម្ពុជាហើយពេលនេះប្រាក់បាតកំពុងតែធ្លាក់ថ្លៃចុះខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាណាគឺរាល់ដងប្រាក់បាត1000បាតដូរបាន125,000ឬក៏123,000តាមថ្ងៃឡើងចុះអញ្ចឹងទៅណាបងប្អូនទាំងអស់គ្នាតែថ្ងៃនេះគឺជា1000បាតដូរបាន105,000ខ្មែរអញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមានការធ្លាក់ចុះយ៉ាងខ្លាំងជាកំហុសតែម្ដងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងដែលគាត់ចង់ដឹងឬក៏ចង់ដឹងព័ត៌មានអីបងអាច comment សួរនៅខាងក្រោមបានព័ត៌មានដែលបងអាចដឹងច្បាស់បងអាចរាយការណ៍ប្រាប់បងបន្តទៀតអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងនេះជាទេសភាពនៅខាងច្រកទ្វារអន្តរជាតិប៉ោយប៉ែតឬក៏គេហៅថាផ្លូវឆ្ពោះទៅខាងនៅក្នុងទីក្រុងប៉ោយប៉ែតទាំងមូលតែម្ដងណាបងប្អូនទាំងអស់គ្នាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយមើលសកម្មភាពថានៅខាងប៉ោយប៉ែតគឺមានមនុស្សធ្វើការរស់ស៊ីអ៊ូអរធម្មតាទេបងប្អូនទាំងអស់គ្នាកុំភ័យតែវេលានៅស្អែកព្រឹកនេះជាថ្ងៃទី7ដែលខាងប្រទេសផ្ទះលេខ2គេប្រកាសថានឹងអាចគេថាមានរឿងអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំអត់ដឹងច្បាស់ទេតែបើសិនជាមានបញ្ហាអីនៅថ្ងៃទី7ខែ10ឆ្នាំ2025ខ្ញុំនឹងរាយការណ៍ជូនបងប្អូនម្ដងទៀតនៅព្រឹកស្អែកអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយ like ជួយ share ដំណឹងថ្មីនិងដំណឹងគេហៅថាកំពុងតែក្តៅកគុកនេះទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាអញ្ចឹងសូមអរគុណសូម